បាទបងបងប្អូនមិនសូវ digital ហ្នឹងស្រួលប្រើហើយបងអូខេបងប្អូនថ្ងៃនេះខ្ញុំអរគុណនៅសំណួរបងប្រុសគាត់បានសួរមកតាមរយៈ TikTok របស់ខ្ញុំហ៎បងគាត់សួរខ្ញុំថាតើ mixer digital ហ្នឹងស្រួលប្រើឬអត់បងប្អូនថ្ងៃនេះខ្ញុំបានសុំឆ្លើយនៅសំណួររបស់គាត់ហើយខ្ញុំអត់មានអីទេមានតែការចែកម្លែកជូនបងប្អូនអញ្ចឹងបានខ្ញុំតែងតែនិយាយពាក្យចាស់លោកពោថាដដែលហ្នឹងគាត់បាននិយាយថាបាទគេហៅថាជំងឺអ្វីឈឺមិនស្មើនឹងជំងឺឃ្លានទេតែបើហ៊ានអ្វីហ៊ានមិនស្មើនឹងការឲ្យចេះដឹងទេខ្ញុំរាល់ថ្ងៃខ្ញុំមានអារម្មណ៍ថាខ្លួនឯងហ៊ាននឹងប្រាប់បងប្អូនទាំងបងប្អូនខ្លះពេញចិត្តបងប្អូនខ្លះក៏មិនពេញចិត្តនៅអ្វីដែលខ្ញុំបានចែកម្លែកទៀតប៉ុន្តែខ្ញុំនៅកាន់គោលមហរមួយបងប្អូនភាពស្មោះត្រង់ហើយនឹងខ្ញុំចាំបានថាពាក្យមួយទៀតគាត់ថាមានផ្លូវបាទត្រូវតែធ្វើខ្លួនឯងទម្លាប់មួយគឺទម្លាប់ធ្វើខ្លួនឯងបាទដើរផ្លូវដែលជោគជ័យមិនបងប្អូនផ្លូវជោគជ័យហ្នឹងមិនមែនខ្ញុំនិយាយហ្នឹងបានន័យថាខ្ញុំអ្នកជោគជ័យទេមិនមែនទេផ្លូវជោគជ័យហ្នឹងទម្លាប់ផ្លូវជោគជ័យបានន័យថាយើងទម្លាប់ធ្វើរឿងតូចហ្នឹងឲ្យទៅជាល្អបងប្អូនទម្លាប់ធ្វើហ្មងនិយាយរួមទម្លាប់ធ្វើឲ្យល្អបាទបងប្អូនទម្លាប់ធ្វើល្អហើយទម្លាប់ស្វែងយល់នៅអ្វីឲ្យច្បាស់លាស់ពិតប្រាកដមុននឹងសម្រេចចិត្តធ្វើអីមួយប៉ុន្តែអានេះយើងនិយាយនេះគេហៅថាក្រៅវងកញ្ចក់បន្តិចបងប្អូនណាអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកឡើងថាខ្ញុំជាទម្លាប់ខ្ញុំចង់បាទឲ្យតែបងប្អូនល្អឯមួយទៀតយកទៅអត់ចង់ឲ្យមានពាក្យពេចន៍បញ្ហាទៅមកបាទគេហៅថាពីក្រោយខ្នងទេជាទូទៅខ្ញុំតែងតែបងប្អូនមិនថាបងប្អូនទិញ mixer ខ្ញុំមិនថាបងប្អូនទិញបាទ mixer ពីអ្នកណាមកអ្នកណាទេហើយមិនថាបងប្អូនបាទហៅខ្ញុំទៅធ្វើ sound ទេពេលដែលបងប្អូនមកអញ្ជើញមកឬក៏បងប្អូនឆាតមកខ្ញុំតែងតែបង្យល់ប្រាប់នៅនៃដែលអ្វីដែលបងប្អូនចង់បានហើយតើបងប្អូនតម្រូវការលើប្រើឬធ្វើអីតើបងប្អូនយកទៅតើគួរប្រើសមជាមួយនឹងអ្វីដែលបងប្អូនមានតម្រូវការអត់បងប្អូនថ្ងៃនេះខ្ញុំសូមឆ្លើយសំណួរបងបន្តិចយើងចូលក្នុងវងកញ្ចក់យើងវិញសំណួរបងប្រុសមិញមិនសំណួរគាត់គ្រាន់តែសួរថាតើពិតអ្វីដែលគាត់គីឡូថាគាត់មិនយល់ឬក៏គាត់ចេះមិនដល់ឆ្ងល់មិនកើតគាត់និយាយក្នុងន័យហ្នឹងគាត់ចង់សួរថាវាស្រួលប្រើមែនអត់កន្លឹះនេះខ្ញុំចង់ចែកម្លែកបងប្អូនអ្វីដែលបងប្អូនគិតថាស្រួលមិនស្រួលអាស្រ័យលើបងប្អូនចុះខុសពី digital ពីដើមឡើយ analog ហ្នឹងបងប្អូនស្រួលប្រើអត់ខ្ញុំសួរចេះវិញតែចេះតាមគ្នាដែលប្រាប់ទៅធ្វើទៅល្អទទួលយកចឹងណាបងប្អូនបាទខ្ញុំមិនសំដៅទៅលើ mixer មួយណាពាក់ព័ន្ធនឹង digital ទាំងអស់នៅខាងមុខខ្ញុំក៏ដោយមិនថា mixer ធំតូចបាទមិនដាស់ M32 Live បាទ M32 Online ឬក៏ Behringer X32 បាទឬក៏ mixer ទូចអញ្ចេះបាទឥឡូវនេះគឺបច្ចេកទេសជឿនលឿនមែនតើបងប្អូន2026ហើយអញ្ចឹងបងប្អូនសម្រាប់ mixer analog វាមានគេហៅថាមាន volume វាមូលនៅលើហ្នឹងហ្មងទាំង mid low high ហើយ fader បងប្អូនរុញទៅគឺងាយស្រួលមែនតើប៉ុន្តែសម័យនេះបងប្អូនណាគេបង្រួម mixer កាលពីមុន8 channel ធំបងប្អូនបាទ analog យើងអញ្ចឹងឥឡូវគេបង្រួមមកទូចដើម្បីជាប្រភេទ mixer តូចតែ digital វិញអញ្ចឹងដូច្នេះហើយខ្ញុំចង់និយាយភាសាខ្លីរួមមួយបងប្អូនអាចពិចារណាទាំងអស់គ្នាបានតែពិតទៅ mixer ទាំងអស់ហ្នឹងអត់ពិបាកប្រើទេបងនិយាយថាអត់បាក់ប្រើមិនអត់បាក់ប្រើបាយចេះហើយបានអីប្រើបាក់ប្រើបងប្អូនដឹងផ្លូវទៅឯតាអញ្ចឹងកាលណាចេះយើងអត់បាក់ប្រើទេអញ្ចឹងដើម្បីចង់ឲ្យចេះគឺខ្លួនយើងបងប្អូនត្រូវគិតថាអាចយកវាមកហ្នឹងអាចងាយស្រួលនឹងប្រើអត់អាចប្រើទៅបានអត់ហើយបងប្អូនខ្លាចតែទិញមួយទៀតទិញយកទៅទុកចោលបងប្អូនអត់ស្រាវជ្រាវវាខ្ញុំមិនគិតថាបងប្អូនស្រឡាញ់របស់ហ្នឹងចង់ទិញរបស់ហ្នឹងយកទៅប្រើប្រាស់ទៅលេងប៉ុន្តែបងប្អូនហេតុអីបានមិនចាយពេលវេលាមួយវា5នាទី10នាទីសម្រាប់សិក្សាប្រើវាបងប្អូនទិញទៅដល់ពេលអត់ចេះប្រើលក់ចោលខាតលុយបងប្អូនទិញទៅគាត់ឧទាហរណ៍ប្រើមិនកើតទេពិបាកណាស់អីវ៉ាន់ទាំងអស់សិតតែមនុស្សបង្កើតតែបងប្អូនបាទមនុស្សបង្កើតឲ្យគេបានចែកម្លែកទូទាំងប្រទេសមិនថាខ្ញុំមិនថាបងប្អូនយើងទាំងអស់គាត់ចែកម្លែកពីរបៀបប្រើទាំងអស់គ្នាហើយគាត់បញ្យល់ដែរអញ្ចឹងខ្ញុំគ្រាន់តែក្នុងវីដេអូនេះក្នុងន័យថាខ្ញុំចង់លើកទឹកចិត្តបងប្អូនថា mixer digital ក៏អត់ពិបាកប្រើដែរឲ្យតែបងប្អូនដាក់ចិត្តថាទទួលយកការប្រើក្នុង mixer ហ្នឹងនិងរៀនប្រើជាមួយ mixer ហ្នឹងខ្ញុំជឿជាក់ថាអត់ពិបាកប្រើទេ
mình tha tôi mình tha thấu mấy mixerประเภท ណាក៏អត់បាក់ប្រើដែរហើយមួយទៀតនៅពេលដែលបងប្អូនចាប់បានយល់គឺកាន់តែងាយស្រួលទៀតបាទចាប់បានយល់មិនបងប្អូនស្ដាប់ទៅអ្នកខ្លះគាត់ចែកម្លែកទៅបងប្អូនយើងខ្លះគាត់ចែកម្លែកជាច្រើនជូនបងប្អូនយើងហើយអញ្ចឹងការចែកម្លែករបស់គាត់ខ្ញុំឃើញថាការចែកម្លែករបស់គាត់បងប្អូនត្រូវចាប់យកចំណុចដែលសំខាន់ពីពួកគាត់បើគាត់ចែកម្លែកត្រូវបងប្អូនយកទុកក្នុងចិត្តមកហើយរៀនវាអនុវត្តទៅហើយបើខុសបោះចោលទៅបាទអត់អីទេអញ្ចឹងក្នុងថ្ងៃនេះខ្ញុំចង់ចែកម្លែកបងប្អូនប៉ុណ្ណឹងពាក់ព័ន្ធរឿងថា mixer ស្រួលប្រើមិនស្រួលប្រើវាអាស្រ័យលើបងប្អូនទេបេះដូងចិត្តបងប្អូនទេបងប្អូនត្រូវទទួលយករៀនប្រើបើបងប្អូនអត់ទទួលយកការរៀនប្រើទេរបស់ទាំងអស់ហ្នឹងពិបាករហូតបងប្អូនពិបាករហូតអត់ងាយទេអញ្ចឹងក្នុងនេះខ្ញុំចង់ប្រាប់បងប្អូនថាសំបីតទូចនេះសមត្ថភាពគេខ្លាំងវាមានទាំង PEQ នៅក្នុងខ្លួនទៀតបាទអញ្ចឹង PEQ ក្នុងខ្លួនហើយបងប្អូនមែនវាក៏មាន PEQ អញ្ចឹងវាតូចតែខ្លាំងអញ្ចឹងបងប្អូនពេលខ្លះបងប្អូនតម្រូវការជាមួយលក្ខណៈគ្រួសារខ្ញុំ recommend ឲ្យបងប្អូនប្រើត្រឹម Flow 8នេះបានហើយតម្លៃក៏ធូរទៀតត្រឹម$250តូចតែតម្លៃធូរឯង$250បងប្អូនប្រើជាលក្ខណៈ professional បានលក្ខណៈគ្រួសារຂະຫນាតតូចអីបាទលេងអត់ក្រអូខេបានខ្ញុំធ្លាប់ប្រើខ្ញុំតេស្តខ្ញុំអីមួយចំនួនគឺខ្ញុំហ៊ាននិយាយបានថាខ្ញុំយកវាមកលក់នេះគឺខ្ញុំដឹងពីសមត្ថភាព mixer ហ្នឹងគួរសមនឹងយកប្រើបានហើយសម្រាប់ MR12 MR18 គឺជាប្រភេទ mixer ដែលទទួលសំឡេងល្អហើយជាប្រភេទ mixer ដែលមាន plug in សំឡេង reverb ដែលអាចធ្វើបានតាមចិត្តយើងដែលចង់បានគឺងាយស្រួលមែនតើ MR12 សម្រាប់បងប្អូនលេងអកកេះអកកដង់ម្ដងទៀតអកកេះអកកដង់ຂະຫນាតធំក៏ប្រើបានលក្ខណៈភ្លេងខ្មែរបងប្អូនយកទៅប្រើក៏បានដែរ MR18 បងប្អូនលេងអកកេះបានបាទជាទូទៅបងប្អូនអាចលេងអកកេះបានហើយត្រឹម MR18 ហើយបងប្អូនលេងភ្លេងខ្មែរក៏ត្រូវដែរហើយសម្រាប់ X32 Barrack នៅខាងមុខខ្ញុំនេះក្នុងកេះស្រាប់នេះគឺបងប្អូនក៏អាចយកទៅប្រើជាមួយនឹងអកកេះបានដែរហើយថ្ងៃក្រោយអាប់ដេតទៀតហើយសម្រាប់តម្លៃគឺល្អពិសេសមែនតើអញ្ចឹងបងប្អូនត្រូវការ mixer អស់ទាំងនេះបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានជាមួយនឹង Telegram ឬក៏ Page បាទបងប្អូនឃើញហើយសម្រាប់បងប្អូនទិញពីខាងខ្ញុំមួយវិញទៀតខ្ញុំតែងតែចែកម្លែកនៅក្នុងការបាទរបៀបប្រើបង្រៀនបងប្អូនប្រើពីរបៀបបាទបន្ថែមទៀតជាមួយនឹង mixer អស់ទាំងនេះបាទបងប្អូនពិតជាស្រឡាញ់ក្នុងការទទួលយកបាទអញ្ចឹងខ្ញុំថាខ្ញុំអត់ខ្លាចអីនឹងការចែកម្លែកជូនបងប្អូនទេជាមួយនឹងគាត់ថាបងប្អូនត្រូវការប្រើយកទៅរៀនប្រើខ្ញុំអត់ខ្លាចទេខ្ញុំអត់រិះខ្ញុំអត់កំណាញ់ជាមួយនឹងចំណេះដឹងមួយហ្នឹងទេបាទខ្ញុំចែកម្លែកចំជូនបងប្អូនធ្វើទៅគឺបានទទួលផលពិតប្រាកដហ្មងហើយបងប្អូនអាចមើលឃើញហើយនៅអ្វីដែលខ្ញុំធ្វើខ្ញុំបានបង្ហាញពីលទ្ធផលដែលខ្ញុំបានធ្វើកន្លងមកដែរជូនបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់វីដេអូមួយនេះហើយខ្ញុំចង់ចែកម្លែកបងប្អូនត្រូវការ mixer digital ខ្ញុំនិយាយម្ដងទៀតថាគឺអត់ពិបាកប្រើឲ្យតែបងប្អូនទទួលយកការរៀនប្រើតនេបើកមើលតិចតួចទៅបាទរៀនប្រើអញ្ចឹង mixer digital វាពិសេសមែនទែនសម្រាប់បងប្អូនយកទៅប្រើក្នុងការងារនិងផ្សេងដែលបងប្អូនត្រូវប្រើពាក់ព័ន្ធនៅតម្រូវអញ្ចឹងបានខ្ញុំថាបងប្អូនទិញខ្ញុំតែងតែប្រឹក្សាយោបល់ខ្លះឲ្យជូនបងប្អូននៅអ្វីដែលបងប្អូនយកទៅប្រើត្រូវឬអត់បាទអរគុណបងប្អូនដែលជឿជាក់ទុកចិត្តហើយក៏ដូចជា like follow page ក៏ដូចជាទស្សនាវីដេអូខ្ញុំកន្លងមកដែរសូមជូនពរហេងរស់ស៊ីមានបានទាំងអស់គ្នាបាទបាយបាយ